Sony Xperia 1 ជាតកូ smartphone Sony ដែលខ្ញុំបានប្រើប្រាស់បានពីរគ្រឿងហើយប្រភេទ Sony Xperia 1ខ្ញុំប្រើ Xperia 1 Mark 1តមកទៀតឥឡូវនេះខ្ញុំបង្ហាញចូលអង្គគ្នានៅប្រភេទទូរស័ព្ទ Sony Xperia 1 Mark 3តែវិញតែម្ដងការ Sony Xperia 1ចេញឆ្នាំ2019ការខ្ញុំទិញលើកដំបូងបាទហើយជា5ឆ្នាំ6ឆ្នាំមុនបាទគឺខ្ញុំទិញយកមកប្រើកាលហ្នឹងឃើញរូបរាងវាថ្មី design ថ្មីបាទឆ្លាញ់ចង់ទិញយកមកប្រើកាមេរ៉ា3គ្រាប់លយបាទវាល្អបាទវាល្អហើយថ្ងៃនេះដែរគឺខ្ញុំមកនិយាយពី Sony Xperia 1 Mark 3ដែលខ្ញុំទៅទិញមកហើយខ្ញុំនឹងបង្ហាញចំណុចល្អៗមួយចំនួនដែលអ្នកគ្នាគួរតែប្រើប្រាស់វាបាទ Sony Xperia 1 Mark 3បានបញ្ចេញលក់នៅឆ្នាំ2021បាទក្នុងខែ5ឆ្នាំ2021បាទឥឡូវនេះចូលចិត្ត5ឆ្នាំហើយបាទឥឡូវ2026ស្អែកខែ5ហើយបាទ Sony Xperia 1 Mark 3មាន RAM ដែលខ្ញុំទិញ RAM 12GB ជាមួយនឹងអង្គផ្ទុកទិន្នន័យបាទ internal គឺ 256GB តើតើនៅទូរស័ព្ទនេះដែរគឺស្ពេចធំបាទ chip Snapdragon 888 5 nanometer បាទតំណហ្នឹងគឺ chip ធំបំផុតហើយនៅឆ្នាំ2021ហ្នឹងហើយជាមួយនឹងកាមេរ៉ា3គ្រាប់បាទមាន telephoto មាន ultra wide មានmain កាមេរ៉ា wide ធម្មតាបាទតើតើនឹងទូរស័ព្ទនេះអាចថតបាន 4K 60 frame ជាមួយនឹងការថតកាមេរ៉ាមុខបានតាម Full HD តែប៉ុណ្ណោះបាទ30 frame ទេតើតើនឹង 4K ដល់មិនតាម60 frame ទេគឺដល់120 frame ទៀតប៉ុន្តែថតជាមួយនឹងកាមេរ៉ាកម្មវិធីកាមេរ៉ាមួយប្រភេទទៀតរបស់ Sony បាទCinema Pro បានយើងអាចថតប្រភេទ4K 120 frame បាទនិង60 frame ពីរហ្នឹងនៅក្នុង Cinema Pro សម្រាប់ Sony Xperia 1 Mark 3ដែរគឺរូបរាងវាដូចតាស្តៀងគេហៅថាបើនិយាយចំទៅវាស្តៀង 1 Mark 2ស្តៀងទៅលើអីខ្លះទៅលើរូបរាងជាមួយនឹងអេក្រង់បាទគឺ 4K ដូចគ្នាប៉ុន្តែប្រភេទ Sony Xperia 1 Mark 3អាចដល់ 4K 120Hz បាទបើ refresh rate វាដល់ 120Hz លឿនជាង 1 Mark 2ហើយតកតទៅនឹងការ design កាមេរ៉ាក៏ 1 Mark 3ពាក់ lens ធំជាងមុននៅខាងក្រោយបាទ lens zoom in telephoto zoom in ឆ្ងាយជាងមុនជាមួយនឹងស៊ុំកាមេរ៉ាធំជាងមុនដែរធំជាង 1 Mark 2ហើយការកែប្រែមួយទៀតនោះគឺរៀងធ្ងន់ជាងហើយកញ្ចក់ខាងក្រោយគឺមើលទៅរៀងគេហៅថាវាអត់រលោងដូច Sony Xperia 1 Mark 2ទេគឺវារលោងបែបអត់ងាយចាប់ពណ៌ចាប់ដៃយើងប្រឡាក់បើ1 Mark 2វិញគឺតែប៉ះទៅគឺប្រឡាក់យកតែម្ដងបាទហើយប្រភេទស៊េរី Sony គឺវាផ្លាស់ប្ដូររូបរាងបន្តិចទៅតាមប្រភេទឆ្នាំដូច Sony Xperia 1 Mark 4វាផ្លាស់ប្ដូររាងគេហៅថា flat ទាំងអស់គឺពីមុខខាងក្រោយគឺស្មើគ្នាតែម្ដងមិនមែនប្រភេទ1 Mark 2 1 Mark 3 1 Mark 1នេះគឺវារៀងទាលបន្តិចខាងមុខទាលបន្តិចតែបើ1 Mark 4ទៅខ្ញុំទៅមើលផ្ទាល់គឺពីមុខអេក្រង់ស្មើហ្មងបាទអញ្ចឹងហើយបើកាមេរ៉ាខាងក្រោយ Sony Xperia 1 Mark 4វា zoom លើស1 Mark 3ទៀតហើយចាប់ពី Sony Xperia 1 Mark 4ទៅគឺអាចថតបាន 4K ទាំងកាមេរ៉ាមុខនិងកាមេរ៉ាក្រោយហើយរូបរាងវាផ្លាស់ប្ដូរបន្តិចមិនមែនអត់ដូរសុទ្ធទេអ្នកដែលថាអត់ដូរសុទ្ធហ្នឹងគឺមែន fan Sony របស់ខ្ញុំ fan Sony ខ្ញុំតាមមើលរូបរាងវាផ្លាស់ប្ដូរមិនផ្លាស់អត់ផ្លាស់ប្ដូរទាំងអស់គឺផ្លាស់ប្ដូរដូចថាហ្គេមឬក៏កញ្ចក់អីចឹងគឺផ្លាស់ប្ដូរខុសពីមួយស៊េរីទៅមួយស៊េរីមួយស៊េរីទៅមួយស៊េរីហើយ lens កាមេរ៉ាក៏ចឹងដែរចាប់ពីMark 4ទៅវាចាប់ដើមដូរហើយនឹង Pro ធំបំផុតគឺចាប់ពី Mark 5 Xperia 1 Mark 5គឺផ្លាស់ប្ដូរកាមេរ៉ាmain កាមេរ៉ា
tới 40 megapixel 48 megapixelវិញហើយដល់ Max 7 ផ្លាស់ប្ដូរ lens ទៀត lens ថ្មីគឺ sensor ថ្មីគឺទៅលើ ultra wide ដល់48 megapixel ដូចគ្នាហើយនឹងផ្លាស់ប្ដូររៀងផ្លាស់ប្ដូរអេក្រង់ផ្លាស់ប្ដូរ effect ratio បាទនឹងសម្រាប់ចាប់ពី Sony Xperia 1 Max 6ទៅដល់ Max 7 គឺផ្លាស់ប្ដូររៀងហើយនឹងផ្លាស់ប្ដូរទៅលើ lens camera ហើយនឹងសុំ frame camera បាទឥឡូវយើងចូលមកដល់ Sony Xperia 1 Mark III វិញខ្ញុំនិយាយពីចំណុចល្អវាពី3ចំណុចអាចដល់3 4ចំណុចអញ្ចឹងទៅនេះនិយាយតាមអ្វីដែលខ្ញុំប្រើប្រាស់ចំណុចដែលខ្ញុំគិតថាវាល្អសម្រាប់អ្នក fan Sony គឺទី1រូបរាងវាបាទរូបរាងវាគឺតាក់ទាញជាង Sony Xperia 1 Mark II បាទចាប់ពី3ទៅអាហ្នឹងសម្រាប់ខ្ញុំតាក់ទាញជាងបាទហ្នឹងល្អហើយមួយទៀតអេក្រង់វា refresh rate 120Hz ជាមួយ 4K smooth លឿនខ្លាំងមែនតើគឺលឿនល្អមែនតើហើយចេញចូលកម្មវិធីគឺល្អខ្លាំងមែនតើបងលឿនមែនតើហើយមួយទៀតតាក់ទងជាមួយនឹងកាមេរ៉ាជាចំណុចពិសេសគោលនៅលើ Sony Xperia 1 Mark III នេះតែម្ដងគឺវាអាចថតរូបបានល្អសម្រាប់ lens gold telephoto ក៏ថតបានល្អគ្រាន់បានដែរបាទសម្រាប់តម្លៃត្រឹមតែ215 225អីចុះក្រោមហ្នឹងគឺអ្នកនេះបើជ្រើសរើសទូរស័ព្ទមួយទឹកខ្ញុំហៅថា Sony Xperia 1 Mark III ល្អសម្រាប់អ្នកនរគ្នាហើយតាក់ទងសេវាខ្ញុំគិតថាអត់ជាបញ្ហាសម្រាប់ខ្ញុំទេព្រោះសេវាវាមួយកាមពីរកាមពេលខ្លះមួយកាមពីរកាមតែ 4G រូមើលវីដេអូដល់រូឥឡូវនេះសេវានៅលើផ្ទះខ្ញុំនេះគឺ4កាមបាទ4កាមពេញពឹបគឺថាអត់មានបញ្ហាទេគឺស្រួលប្រើហើយមួយទៀត Sony Xperia 1 Mark III នេះ speaker វាក៏លឺគ្រាន់បានដែរមិនអន់ទេបាទ speaker 2គ្រាប់លឺគ្រាន់បានដែរហើយអ្វីដែលតាក់ចិត្តនឹងខ្លាំងគឺរូបរាងហើយនឹងការថតកាមេរ៉ា telephoto នឹងម្ដងសម្រាប់ខ្ញុំទៅលើ Sony Xperia 1 Mark III នេះអញ្ចឹងតាក់ទងនឹងមួយទៀតការលេងហ្គេមក៏លេង smooth បានល្អដែរបាទលេងបានល្អខ្លាំងហើយហ្គេមខ្ញុំ download មកមាន Mobile Legends PUBG មានeFootball ក៏ខ្ញុំលេងដូចគ្នាហើយបញ្ហាមានតិចតួចទេអាហ្នឹងខ្ញុំអត់ចង់បង្ហាញច្រើនទេអាបញ្ហាហ្នឹងដោយសារតែយើងវាចង់បានតម្លៃទូរស័ព្ទមួយទឹក200ជាង200ស្ដើងបាទហើយឆ្លាញ់ Sony ទៀតហ្នឹងជ្រើសរើស Sony Xperia 1 Mark III ទៅគឺល្អហើយបញ្ហាវាគឺរៀងសាកថ្មយូរហើយនឹងរៀងសាកថ្មយូរហើយអាចនឹងឡើងកម្ដៅវាមិនឡើងខ្លាំងហ្មងមកល្មមហើយយើងលេងឈប់យើងទុកចោលទៅហើយយើងអាចសម្រាកវាខ្លះទៅហើយមួយទៀតបញ្ហាថ្មវារៀងស្រកលឿនដែរដោយសារតែវារត់ 4K ហើយមួយទៀតfree refresh rate 120Hz អញ្ចឹងទៅវាធ្វើឲ្យវាស្រកថ្មលឿនដោយសារថ្មវាត្រឹម 4500 mAh ទេអញ្ចឹងអ្វីគ្រប់យ៉ាងគឺល្អទាំងអស់សម្រាប់បិទចិត្តឬក៏ហាទូរស័ព្ទ hand ចេញរយៈពេល5ឆ្នាំនេះគឺ Sony ធ្វើបានល្អទូរស័ព្ទថ្មីសម័យឥឡូវមួយចំនួនតម្លៃ200ជាងហ្នឹងក៏អាចស្មើ Sony Xperia 1ប្រភេទមួយទឹកនេះដែរ Xperia 1 Mark III ប្រភេទមួយទឹកនេះដែរតែអានេះខ្ញុំទិញបងជប៉ុនទេវាអស់ upgrade ហើយខ្ញុំមកទឹកបោះមកពីជប៉ុនបាទអញ្ចឹងវីដេអូចុងក្រោយគឺខ្ញុំបង្ហាញឲ្យគ្នាការថតកាមេរ៉ាមួយចំនួនទេបាទហើយនឹងមើល YouTube មួយចំនួនទេនៅលើ Sony Xperia 1 Mark III នេះអញ្ចឹងវីដេអូហ្នឹងមានប៉ុណ្្នឹងទេបើអ្នកគ្នាត្រូវការទូរស័ព្ទប្រភេទ Sony ខ្ញុំគិតថា Sony Xperia 1 Mark III អាចឆ្លោហើយបើថាមានលុយច្រើនទិញដល់ Mark IV ថាមានលុយកាន់តែច្រើនទៀតសេរី 1 Mark V ឬក៏អាចដល់7ក៏បានដែរអូខេវីដេអូមានប៉ុណ្្នឹងទេអរគុណជួបគ្នានៅវីដេអូក្រោយទៀត
វីដេអូក្រោយខ្ញុំអាចធ្វើជាវីដេអូមួយថ្ងៃពេញជាមួយនឹង Sony Xperia 1 Mark III នេះខ្ញុំចង់ដឹងថាមួយថ្ងៃពេញខ្ញុំប្រើសាកថ្មតាំងពី 100% ដល់0% វាប្រើរយៈពេលប្រហែលម៉ោងហើយខ្ញុំធ្វើឲ្យខ្លះបាទអូខេបាយបាយ peace chẳng ai mà sự tiêu anh xuôi rồi ủa anh trong cho tiêu sốc rồi mua tiêu của lộc bây giờ tiêu sốc bây giờ tiêu của lộc tiền anh cho tiêu của lộc à bé áo này bé chú này cái tiêu của lộc nhưng cái lộc ấy tại tiêu bớt vô mà mong chui đói em rồi cao bí lục lục mốc thuộc hai một thuật ឡានមួយថ្ងៃមួយដល់ស្រីដល់ពេលប្រាក់5ជូតតែបើស្រីក៏មិនដែរ5ជូតទេអីគាត់ប្រើជូតឡានបើដល់លូម៉ែចង់និយាយថាបងទូឡានថ្មីសានបងđây ai lâu sầm lăng khơi côn của mông kia mua vậy là bằng đang rọt thái lăng khơi mua bằng ai cho mà nên cứ thương mày là bằng phát mày là bằng ai xong xa mày chết bà thấy đấy cứ thương mày là bằng xong xa cho nó men vậy ai rọt thái đi sầm lăng khơi côn của mông kia mua vậy sạch so lăng chơi mà đây